សូមស្វាគមន៍វត្តមានរបស់បង្គោលក្រហម Please welcome the red corner from Cambodia បាទទស្សនិកជនជាទីមេត្រីបាទការប្រកួតផ្នែក Round 1 បាទទស្សនាការប្រកួតរបស់វគ្គប្រាច់ព្រាត់ដណ្ដើមខ្សែក្រវ៉ាត់60គីឡូក្រាមផ្នែកបរោះបាទ Senior Class A បាទកម្ពុជារ៉ង់បាទធុនស៊ីហើយបាទកីឡាករបាទរ៉ាអេឌីសាបាទបន្តការប្រកួតបាទចាក់ស្លាប់មួយជើងបាទបៃសាមរបស់ពួកយើងជង្គង់បាទរបស់ស៊ីហើយបាទតោះជើងត្រង់នេះជង្គង់ឆ្វេងរបស់បង្គោលក្រមបាទបន្តការប្រកួតចាក់ស្លាប់របស់បង្គោលគីវបាទឆ្វេងស្លាប់បាទជង្គង់បង្គោលក្រមជង្គង់ថែមទៀតអញ្ញាកណ្ដាល8ជង្គង់ស្ដាំរបស់ធុនស៊ីហើយបង្គោលក្រហមបាទទៅលើកីឡាករអ៊ីរ៉ង់បាទដល់ចូលមកជង្គង់បាទតោះជើងជង្គង់ថែមទៀតបាទរបស់ស៊ីហើយកីឡាករអ៊ីរ៉ង់មិនសូវជាចំណាប់ខាងជង្គង់ទេបាទមិនកីឡាករកម្ពុជាបាទជ្រះបានពីដៃទីមួយហើយបាទទៅលើប្រទេសម៉ូរីសបាទចាំមើលគូនេះវិញបាទកម្ពុជារ៉ង់បាទជាការប្រកួតដល់ខ្សែគាត់តែម្ដង9បាទជង្គង់ហើយក៏បាទជង្គង់ទៀតទេអត់ទេបាទតោះជើងជាប់អញ្ញាកណ្ដាលបំបែកបាទសូមបញ្ជាក់ថាការប្រកួតបាទគឺ3ទឹកបាទរងបៃស្រាំបាទម៉ាឌីសាសបាទនេះគ្រូបង្វឹកបាទគេឲ្យទឹកបាទខាងនេះរងបាទកីឡាកររងក៏ប្រកួតបាទនៅកម្ពុជារបស់យើងច្រើនដែរបាទរាល់សប្តាហ៍បាទតាមបណ្ដាសង្វៀនទី1ច្រើនណាស់បាទតាមប្រភេទទម្ងន់បាទដល់ចូលបាទប្រកួតបន្តជង្គង់ឆ្វេងរបស់បង្គោលក្រមជង្គង់របស់បង្គោលក្រមបាទធុនស៊ីហើយជង្គង់របស់ស៊ីហើយអញ្ញាកណ្ដាលបាទស្ទូចូលទៅបំបែកទៀតបាទយ៉ាងណាទៅហើយបាទខាងអ៊ីរ៉ង់អត់អីទេបាទគឺលបូតប្រដាប់ការពារកែងដៃបន្តិចបាទរុំឲ្យបានជាប់លាប់ល្អcontinue បាទប្រកួតបន្តទៀតបាទចូលចាប់កាច់គ្រឿងជង្គង់របស់ធុនស៊ីហើយជង្គង់របស់ធុនស៊ីហើយជង្គង់របស់ធុនស៊ីហើយបាទកីឡាកររងបាទចាប់កាច់គ្រឿងបាទជង្គង់មួយបាទចំផ្លាំងល្អមែនតើរបស់ស៊ីហើយបាទទៅលើកីឡាកររងលេងនេះបាទជង្គង់ទៀតហើយបាទបំបែកពីលោកកញ្ញាកណ្ដាលបាទជួយស្ដាំបាទចាប់កាច់ចាប់ទឹកទី1 round 1បាទរូបភាពយឺតសារឡើងវិញបងប្អូនបាទឃើញថានៅតែមានព្រៀបសម្រាប់ទឹកទី2បាទបង្គោលក្រមទៅលើបង្គោលខៀវបាទជាពិសេសគឺការប្រើជង្គង់បាទយើងនៅសល់តែមួយទឹកចុងក្រោយប៉ុណ្ណោះបាទសម្រាប់កីឡាករទាំងពីរបាទយើងបានដឹងថាកីឡាករខ្លះជាម្ចាស់ខ្សែក្រវ៉ាត់ Final Senior Class A 60 kg bout stage Round 2 បាទទឹកទី
ទី2បងប្អូនបាទទឹកទី2ជាស្រ័យបាទច្រឡំដល់ទឹកទី3មិនបាទជាស្រ័យបាទយ៉ាងការប្រកួតជាបន្តបាទទឹកទី2បាទទើបតែប្រកួតមួយទឹកបាទតែឃើញថាកីឡាករបង្គោលក្រមបាទហាក់មានព្រៀបជង្គង់បាទទៅលើបង្គោលខៀវបាទជង្គង់ជួយបាទរបស់ធុនសៀហើយបន្តទៀតបាទទៅលើបាទកីឡាករអ៊ីរ៉ង់បាទគាត់បានក្រាបដៃប៉ុន្តែនៅពេលដែលគៀកជាប់នឹងទៅចេញដៃអីចឹងបាទគឺបាទត្រូវជង្គង់របស់ធុនសៀហើយតែបាច់បាទឃើញពុកកែងពុកអីដែរណែអញ្ញាកណ្ដាលបបៃបាទប្រកួតបន្តអូយបាទមួយជើងត្រង់នេះគេថាបោះសន្ទុះរលំភ្នំជង្គង់ស្ដាំបាទរបស់បង្គោលក្រមជង្គង់ថែមទៀតកែងរុះបាទរបស់បង្គោលក្រមជង្គង់អញ្ញាកណ្ដាលរងបាទទៅលើបង្គោលខៀវបាទដោយសារតែមើលទៅគឺ4 5 បាទគាត់ពិបាកក្នុងការតបតវិញ 7 8 continue រំដល់8អាចបន្តការប្រកួតបានបាទដល់ចូលត្រង់នេះបាទកីឡាកររងជាប្រងតាមដៃបាទចេញជង្គង់របស់ធុនសៀហើយជង្គង់របស់ធុនសៀហើយជង្គង់របស់ធុនសៀហើយថែមទៀតជង្គង់ជួយស្ដាំអូបាទជង្គង់អញ្ញាកណ្ដាលរប់មួយលើកទៀតបាទទៅលើកីឡាកររងចូលច្រើនណាស់បាទដៃផងជង្គង់ផងអញ្ញាកណ្ដាលបាទគឺបញ្ឈប់ការប្រកួតត្រឹមនេះតែម្ដងបាទបាទធ្វើបានល្អមែនទែនបាទកីឡាករកម្ពុជារបស់យើងបាទគូមុននេះក៏ទទួលបានជ័យជំនះបាទលើកីឡាករមកពីម៉ូរីសបាទគូនេះបាទក៏ធ្វើបានល្អបាទទៅលើកីឡាករអ៊ីរ៉ង់បាទយើងនឹងសល់ការប្រកួតជាច្រើនទៀតបាទមានទាំងកីឡាករបាទកីឡាការីបាទតាមប្រភេទទម្ងន់បាទនឹងត្រូវធ្វើការប្រកួតបាទនៅថ្ងៃទី4បាទសម្រាប់ការប្រកួតបាទគុណខ្មែរបាទពិភពលោកបាទឆ្នាំ2025 The winner is the red corner Cambodia អបអរសាទរដល់កីឡាករកម្ពុជាបាទធុនស៊ីហាវបាទឈ្នះកីឡាករអ៊ីរ៉ង់បាទនៅក្នុងការប្រកួតស៊ីនីក្លះ A